សូននមស្ការចំពោះប្រជុំ3នៃប្រតិរដ្ឋដោយសេចក្តីគោរពសូនលំអរកាយថ្វាយបង្គំព្រះឧបជាប្រតិជគុណប្រធេរាធេរគុព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុទ្ធបរិស័ទនិងទេសនិកជនទាំងអស់ជាទីមេត្រីព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសូមគោរពនិមន្តនិងអញ្ជើញព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទនិងទេសនិកជនទាំងអស់តាមដានសកម្មភាពពុទ្ធសាសនាក្នុងសប្តាហ៍កន្លងទៅដែលបានចងក្រងនិងផ្សព្វផ្សាយដោយគណៈកម្មការព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសប្តាហ៍នេះបានឆ្លងបញ្ចាំងអំពីកម្មវិធីបិណ្ឌចម្រើនប្រជជនវគ្គប្រតិបត្តិធម៌និងស្មារតីបម្រើសង្គមជាតិមាតុភូមិពិធីបិណ្ឌចម្រើនប្រជជនគម្រប់60ព្រះវស្សាប្រពជាចង្គូយនៅវត្តកោះដូងសរុបការងារចុងឆ្នាំនៃវគ្គប្រតិបត្តិធម៌មួយថ្ងៃដ៏សុខសាន្តនៅវត្តយ៉ាក់វៀងសរុបការងារវគ្គប្រតិបត្តិធម៌មួយថ្ងៃដ៏សុខសាន្តនៅវត្តភើកពេវត្តchâuឡុងប្រគល់អំណោយចំនួន150ចំណែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតគណៈកម្មការសប្បុរសធម៌សង្គមពុទ្ធសាសនាបាក់លាវចែកអំណោយចំនួន150ចំណែកនៅវត្តងក់លៀងតាមប្រពៃណីពុទ្ធសាសនាពិធីបិណ្ឌចម្រើនប្រជជនគម្រប់60ព្រះវស្សាគឺជាឱកាសដ៏វិសេសដើម្បីលើកតម្កើងព្រះជន្មនិងព្រះវស្សារបស់ព្រះថេរានុថេរៈជាន់ខ្ពស់ក្នុងគណៈសង្ឃព្រមទាំងបង្ហាញនូវសេចក្តីកតញ្ញូកតវិធីរបស់ពុទ្ធបរិស័ទនិងសិស្សគុណចំពោះព្រះឧបជាដែលបានខិតខំអប់រំបណ្ដុះបណ្ដាលនិងដឹកនាំតាមផ្លូវពុទ្ធសាសនានាថ្ងៃរសៀលថ្ងៃទី16ខែមករាឆ្នាំ2026ក្នុងបរិយាកាសដ៏អតិកអធមនិងជ្រះថ្លានៅវត្តកោះដូងឃុំវិនភឿកប្រតិជកិនថាត់យើងជុងប្រជាអធិការវត្តរួមជាមួយគណៈកម្មាធិការវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តបានប្រារព្ធពិធីបិណ្ឌចម្រើនប្រជជនគម្រប់62ព្រះវស្សាជូនចំពោះព្រះឧបជាត្រឹងគួយអតីតប្រជាអធិការវត្តមនីសរីសុផនកោះដូងនិមន្តនឹងអញ្ជើញចូលរួមជាធិបតីក្នុងពិធីនេះរួមមានសម្ដេចព្រះមហាធម្មាធិបតីរងតាំងណូប្រធានសមាគមប្រសង់សម្បគីស្នេហាជាតិទីក្រុងកង្ឃើព្រះឧបជាហូហិញសមាជិកគណៈអធិបតីពុទ្ធសាសនាមជ្ឈុំប្រធានសមាគមប្រសង់សម្បគីស្នេហាជាតិខេត្តកាម៉ៅព្រះឧបជាដាវញើអនុប្រធានក្រុមប្រឹក្សាសង្ឃវិបាលមជ្ឈុំសមាគមព្រះពុទ្ធសាសនាវៀតណាមប្រធានសមាគមពុទ្ធសាសនាទីក្រុងកង្ឃើព្រះឧបជាថាត់ហាសមាជិកក្រុមប្រឹក្សាសង្ឃវិបាលពុទ្ធសាសនាមជ្ឈុំប្រធានសមាគមពុទ្ធសាសនាខេត្តកាម៉ៅព្រមទាំងព្រះឧបជាព្រះថេរានុថេរៈក្នុងនិងក្រៅខេត្តជាច្រើនអង្គទៀតបាននិមន្តចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះសិស្សកិនទាំងអស់បានសម្ដែងនូវសេចក្តីកតញ្ញូចំពោះព្រះឧបជាត្រឹងគួយដែលជាប្រជាអធិការដ៏គួរគោរពបានបូជាកម្លាំងកាយក្នុងវិស័យព្រះពុទ្ធសាសនានិងថែរក្សាអភិរក្សប្រពៃណីព្រះពុទ្ធសាសនាថេរវាទខ្មែរឆ្លងកាត់46ព្រះវស្សាចាប់តាំងពីសាងព្រះភ្នោះមកព្រះអង្គតែងតែប្រកាន់ខ្ជាប់ជួននៅព្រះវិន័យធម៌យកការសិក្សាព្រះធម៌ជាគោលនិងការផ្សព្វផ្សាយព្រះធម៌ជាឧត្តមគតិក្នុងទូនាទីជាព្រះវិធានបឋមបតីវត្តកោះដូងព្រះអង្គជាបង្គោលស្មារតីដ៏រឹងមាំសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទព្រមទាំងបានយកចិត្តទុកដាក់ថែរក្សានៅអត្តសញ្ញាណវប្បធម៌ជំនឿសាសនានិងសិលធម៌ប្រពៃណីរបស់បងប្អូនខ្មែរក្នុងសង្គមទំនើបសង្ឃរិកាក្នុងពិធីនេះព្រះឧបជាដាវញើបានកោតសរសើរចំពោះស្មារតីកតញ្ញូរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទដែលបានរៀបចំពិធីបិណ្ឌនេះឡើងយ៉ាងសមរម្យព្រះឧបជាក៏បានវិតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ព្រះឧបជាត្រឹងគួយក្នុងការកសាងនិងបណ្ដុះបណ្ដាលធនធានព្រះសង្ឃព្រមទាំងដាក់ទឿនសិស្សកិនជំនាន់ក្រោយឲ្យយកតម្រាប់តាមគុណធម៌របស់ព្រះអង្គដើម្បីធ្វើឲ្យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនជាកិច្ចឆ្លងតបព្រះឧបជាត្រឹងគួយបានសម្ដែងនៅអំណរប្រគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលបាននិមន្តចូលរួមនិងថ្វាយព្រះពរសូមឲ្យព្រះអង្គគ្រប់ព្រះអង្គមានសុខភាពល្អបញ្ញាភ្លឺស្វាងដើម្បីបន្តដឹកនាំពុទ្ធបរិស័ទតទៅទៀតក្នុងឱកាសនេះដែរវត្តកោះដូងបានរៀបចំពិធីរំដោះសត្វនិងចែកអំណោយចំនួន100ចំណែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាត
ដល់ក្នុងមួយចំណែកមានតម្លៃ270ប៉ុណ្ណឹងរួមមានអង្ករ10គីឡូក្រាមមី10កញ្ចប់និងថវិកា100ប៉ុណ្ណឹងសរុបថវិកា27លានដុល្លារគឺជាសទ្ធាជ្រះថ្លារបស់ព្រះភិក្ខុនីញើហាភិក្ខុយីវ៉ាវត្តធៀងមិននិងព្រះភិក្ខុនីលេងៀមវត្តយ៉ាក់មិននៅព្រឹកថ្ងៃទី17ខែមករាឆ្នាំ2026នៅវត្តយ៉ាក់វៀងសង្កាត់ឡាងចងវគ្គប្រតិបត្តិធម៌មួយថ្ងៃដ៏សុខសាន្តរួមជាមួយនឹងកម្មវិធីសប្បុរសធម៌ការងារចុងឆ្នាំត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមក្រោមដឹកនាំរបស់ភិក្ខុនីជុកញើបប្រជាធិការវត្តក្នុងក្របខ័ណ្ឌនៃវគ្គប្រតិបត្តិធម៌នេះប្រតិជនកិនដងតំសាស្ត្រាចារ្យនៃសាលាបតិកៈមធ្យមសិក្សាខេត្តបាននិមន្តមកសម្ដែងធម្មកថាក្រមប្រធានបទចិត្តដឹងកិននិងការលះបង់តាមរយៈធម្មកថានេះប្រតិជនកិនបានសង្កត់ធ្ងន់ថាការចែកអរតម្លៃចំពោះបច្ចុប្បន្នភាពយើងព្រមទទួលយកនៅស្ថានភាពចាត់ស្ដែងនិងការរស់នៅប្រកបដោយមេត្តាធម៌តាមប្រតិជនកិនសុភមង្គលមិនមែននៅទីណាឆ្ងាយនោះទេប៉ុន្តែវាមានវត្តមាននៅក្នុងរកវិនិតិនៃសេចក្តីដឹងគុណការចេះលះបង់ការរស់នៅតាមកន្លងប្រធរនិងការចែករក្សានៅអ្វីដែលយើងកំពុងមាននោះហើយគឺជាប្រភពនៃសេចក្តីសុខដ៏ចម្រើនព្រះអង្គក៏បានដាស់តឿនពុទ្ធបរិស័ទឲ្យចេះអនុវត្តការលះបង់នៅសេចក្តីសុខសៅកង្វល់ប៉ុន្តែមិនត្រូវលះបង់នៅការទទួលខុសត្រូវឡើយដើម្បីកសាងសុភមង្គលដ៏ពេញលេញដ៏បរិបូរណ៍សម្រាប់ខ្លួនឯងក្នុងពិធីសរុបការងារនេះព្រះភិក្ខុនៃជង្ញឺបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុទ្ធបរិស័ទទាំងអស់ដែលបានរួមដំណើរជាមួយវត្តតាំងពីឆ្នាំ2012រហូតមកដល់បច្ចុប្បន្ននេះព្រះអង្គបានកត់សរសើរចំពោះវត្តមានដ៏ខ្ជាប់ខ្ជួននិងសមារតីសិក្សាធម៌វិន័យយ៉ាងម៉ឺងម៉ាត់របស់ពុទ្ធបរិស័ទក្នុងវគ្គនីមួយៗដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សានិងអភិវឌ្ឍវគ្គប្រតិបត្តិធម៌នេះអស់រយៈពេលជាច្រើនឆ្នាំមកនេះក្នុងឱកាសនេះដែរព្រះចៅអធិការវត្តបានប្រកល់អំណោយលើកទឹកចិត្តដល់ពុទ្ធបរិស័ទអ្នកស្ម័គ្រចិត្តជួយការងារវត្តនិងបុគ្គលដាក់តែងតែជួយឧបត្ថម្ភកិច្ចការសាសនាក៏ដូចជាសកម្មភាពសិក្សាធម៌នៅក្នុងវត្តអំណោយទាំងនេះមានអត្ថន័យលើកទឹកចិត្តដល់ស្មារតីប្រតិបត្តិធម៌ជួយឲ្យពុទ្ធបរិស័ទកាន់តែមានជំនឿមុនមាត់ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ឆ្នាំថ្មីក្នុងពន្លឺនៃមេត្តាធម៌និងបញ្ញាការរយៈពេល1ឆ្នាំនៃការខិតខំសិក្សានិងវគ្គប្រតិបត្តិធម៌នាព្រឹកថ្ងៃទី18ខែមករាឆ្នាំ2026ប្រទេសជគុណភឹកជើប្រជាធិការវត្តភឹកវេឃុំភឹកឡុងបានរៀបចំវគ្គប្រតិបត្តិធម៌មួយថ្ងៃដ៏សុខសាន្តរួមជាមួយការសរុបការងារចុងឆ្នាំដែលមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករវគ្គប្រតិបត្តិធម៌នេះត្រូវបានរក្សាទុកជាទៀងទាត់រាល់ខែដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុទ្ធបរិស័ទក្នុងការអនុវត្តប្រតិបត្តិដូចជាការសូត្រប្រធរការថ្វាយបង្គំព្រះការចម្រើនព្រះបរិត្តនិងការស្ដាប់ធម្មកថាដើម្បីបណ្ដុះនូវកុសលធម៌លើវិធីនៃការប្រតិបត្តិនិងការអប់រំចិត្តក្នុងឱកាសនេះដែរប្រតិជនជុងឡាន់ព្រះចៅអធិការវត្តផងឡើយបានចែករំលែកអំពីឆន្ទៈនិងវិធីនៃការផ្លាស់ប្ដូរចិត្តគំនិតក្នុងជីវិតរស់នៅនិងការប្រតិបត្តិធម៌ជាមួយគ្នានេះព្រះអង្គបានដាស់តឿនដល់ពុទ្ធបរិស័ទឲ្យមានសេចក្តីព្យាយាមក្នុងការរៀនសូត្រប្រធរដើម្បីយកជាមូលដ្ឋានគ្រឹះក្នុងការចម្រើនសតិបង្កើតជំនឿលើព្រះរតនត្រ័យនិងលើកកម្ពស់តួនាទីក្នុងការថែរក្សាការពារព្រះពុទ្ធសាសនានៅក្នុងពិធីនេះដែរព្រះថេរានុថេរៈបានប្រកល់អំណោយលើកទឹកចិត្តដល់ពុទ្ធបរិស័ទដែលមានស្មារតីព្យាយាមក្នុងការរៀនសូត្រប្រធមវិន័យព្រមទាំងបានប្រសិទ្ធិពរជ័យជូនដល់ពុទ្ធបរិស័ទទាំងអស់ឲ្យទទួលបាននូវសេចក្តីសុខសាន្តក្នុងឱកាសឆ្នាំថ្មីនិងបន្តសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងការកសាងកុសលផលបុណ្យតទៅមុខទៀតនារសៀលថ្ងៃទី18ខែមករាឆ្នាំ2026ក្នុងបរិយាកាសចិត្តដល់បញ្ចូលឆ្នាំប្រពៃណីជាតិនៅវត្តchâuឡុងឃុំchâuថើយប្រទេសជគុណជីហាន់ប្រជាធិការវត្ត
បានរៀបចំពិធីប្រគល់អំណោយចំនួន150ចំណែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតក្នុងមូលដ្ឋាន ក្នុងអំណោយនីមួយៗមានតម្លៃជាង 220,000 ដុង រួមមានអង្ករ 10 គីឡូក្រាម មី1កេស ដោយសរុបថវិកា 34 លានដុង ដែលជាសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទវត្តចៅឡុង ទោះបីជាអំណោយទាំងនេះមានតម្លៃតិចតួចក្តី ប៉ុន្តែវាបង្ហាញពីស្មារតីមេត្តាធម៌ និងការចែករំលែករបស់ព្រះចៅអធិការវត្ត ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដើម្បីរួមចំណែកនាំមកនូវសេចក្តីរីករាយ ភាពកប់ក្ដៅក្នុងការបញ្ចូលឆ្នាំថ្មី និងផ្សព្វផ្សាយនូវតម្លៃមនុស្សធម៌នៃព្រះពុទ្ធសាសនាដល់សហគមន៍ក្នុងតំបន់ នារសៀលថ្ងៃទី 20 ខែមករា ឆ្នាំ 2026 នៅវត្តងុកលៀង សង្កាត់បាក់លីវ គណៈកម្មការសប្បុរសធម៌សង្គមពុទ្ធសាសនាបាក់លីវ ដឹកនាំដោយលោកស្រីងៀងគីមលី ប្រធានគណៈកម្មការសប្បុរសធម៌សហការជាមួយក្រុមសប្បុរសធម៌សកាហាទុយយាង ដឹកនាំដោយលោកងៀងឋានណាម បានរៀបចំពិធីចែកអំណោយចំនួន150ចំណែកជូនដល់បងប្អូនជនពិការដែលមានខ្វះខាតក្នុងមូលដ្ឋាន ក្នុងពិធីចែករំលែកនេះ លោកងៀងឋានណាម បានសួរសុខទុក្ខដោយក្តីរាប់អាន លើកទឹកចិត្តនិងប្រកល់អំណោយដល់ផ្តៅដៃជូនដល់បងប្អូន អំណោយនីមួយៗរួមមានអង្ករ មី និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ទោះបីជាតម្លៃសម្ភារៈមិនធំដុំមែន ប៉ុន្តែវាបង្ហាញពីស្មារតីចែករំលែកក្នុងមួយចំណែកមានតម្លៃ 400,000 ដុង សរុបថវិកាកម្មវិធីគឺ 60 លានដុង ដែលជាសទ្ធាជ្រះថ្លារបស់ហាងអាហារដ្ឋានសាបទុយយាង និងយ៉ាអ៊ូដាវទៀង ទីក្រុងហូជីមិញ សកម្មភាពនេះបានរួមចំណែកជួយឲ្យបងប្អូនកាត់បន្ថយការលំបាក បង្កើនជំនឿចិត្ត និងកម្លាំងចិត្តក្នុងជីវិត ដើម្បីទទួលអំណោយឆ្នាំថ្មីក្នុងបរិយាកាសដ៏កក់ក្ដៅ និងសេចក្តីរីករាយមនោសញ្ចេតនាដ៏ស្មោះត្រង់របស់ក្រុមសប្បុរសធម៌ផ្ញើជូនបងប្អូនមិនឱកាសបញ្ចូលឆ្នាំថ្មីគៀកចូលមកដល់ យើងខ្ញុំបការណាអាត្មាភាពសូមថ្លែងអំណរអរគុណនិងអរព្រគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដាននិងឧបត្ថម្ភគាំទ្ររបស់ប្រធានរានធេរៈព្រមទាំងញាតិញោមពុទ្ធបរិស័ទទាំងជិតឆ្ងាយសូមជួបជាថ្មីនៅព័ត៌មានពេលក្រោយសូមអរព្រគុណនិងសូមអរគុណ